ជំរាបសួរខ្ញុំបាទឈ្មោះមុតពោនៅពេលខ្ញុំមិនទាន់បានចូលរៀននៅសាលាខ្ញុំមានអារម្មណ៍ពិបាកទាក់ទងនឹងការចំណាយចាចំណូលយើងអត់មានអីយើងថាយើងអត់ដឹងកាត់អីបែបម៉េចណាយើងថាយើងធ្វើមកធ្វើទៅថ្ងៃខ្លះបានច្រើនបានតិចអីចឹងទៅយើងអត់ច្បាស់ហើយយើងចំណាយទៅខ្លះវាលើសពីចំណូលពេលខ្លះធ្វើឲ្យខាតអីចឹងទៅហើយមួយទៀតយើងអត់បានរៀបចំគម្រោងសម្រាប់ឲ្យភ្ញៀវឧទាហរណ៍យើងដាក់ឲ្យភ្ញៀវទៅយើងកំណត់ថ្ងៃលៀងឲ្យយើងអត់បានរៀបចំហ្នឹងទាក់ទងនឹងឯកសារយើងធ្វើចោលអញ្ចឹងដល់ពេលអញ្ចឹងការគ្រប់គ្រងភ្ញៀវប្រយ័ត្នការគ្រប់គ្រងថវិកាប្រយ័ត្នខែមួយខែយើងអត់ដឹងថាវាបានប្រហែលខែណាឡើងខែណាចុះអញ្ចឹងខ្ញុំបានរៀនមួយអ្នកគ្រូសេនាមកខ្ញុំប្លែកច្រើនតាំងពីដើមឡើយខ្ញុំដឹកកូនធ្វើការផងដឹកអីវ៉ាន់ផងធ្វើម្នាក់ឯងប៉ុន្តែឥឡូវនេះខ្ញុំមានកូនជាងធ្វើខ្ញុំអាចជួយដល់ពួកគាត់មានការងារធ្វើមានប្រាក់ចំណូលហើយនឹងមានចំណេះដឹងដែលខ្ញុំបានចេះខ្ញុំបរៀនខ្ញុំអត់លាក់ទេមាន2នាក់ដែលចេញពីខ្ញុំពីដំបូងឡើយគាត់មកធ្វើឥឡូវគាត់ចេះគាត់ទៅធ្វើបានប្រាក់ខែថ្លៃគាត់ធ្វើនៅក្រុមហ៊ុនអញ្ចឹងណាឥឡូវមានថ្មីទៅហើយខ្ញុំបានអភិវឌ្ឍដូចជាផ្ទះខ្ញុំបងអត់មានអីទេឥឡូវមានការ៉ូមានទ្វារហើយកូនខ្ញុំបានដាក់សាលាឯកជនរៀនមួយថ្ងៃពេញវាមិនជោគជ័យអីទេព្រោះគាត់ថាយើងវាបានទៅមុខរហូតហើយអន្តិភ្ញៀវក៏ចេះតែបានតគ្នារហូតដែរគេយើងទៅធ្វើមកផ្ទះអញ្ចឹងទៅគេណែនាំទៅមកផ្ទះទៀតអញ្ចឹងទៅពីមួយគុណភាពយើងពីតម្លៃយើងសមរម្យហើយភាពរួសរាយរាក់ទាក់ទំនុកចិត្តរបស់ភ្ញៀវហើយខ្ញុំសូមអរគុណដល់អ្នកគ្រូស៊ីណាដែលបានបង្ហាត់ពីខ្ញុំហើយនឹងអង្គការសូមឲ្យគាត់មានឋានៈនឹងដើម្បីជួយដល់ជាងជំនាន់ក្រោយឬក៏បងប្អូនដែលគាត់មានចំណាប់អារម្មណ៍ខាងតាក់ទងរ៉ូស៊ីនឹងឲ្យគាត់ជួយបង្ហាត់បង្រៀនដើម្បីឲ្យរីកចម្រើនទាំងអស់គ្នា